ចំពោះស៊ីដានគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់បាទក្នុងការដឹកនាំក្រុមជាមួយជាតិបារាំងហើយជាពេលវេលាដែលគាត់តឹងរងចាំចូលមកដល់បាទប្រហែលឆ្នាំហើយដែលគាត់អង្គុយរងចាំកៅអីក្រុមជាមួយជាតិបារាំងនេះនៅក្នុងជីវិតដឹកនាំក្លឹបអាជីពគាត់ដឹកនាំតែរៀលម៉ាឌ្រីតមួយគត់ហើយបានពានទាំងលីកទាំង Champions League ដែលជាពានធំបានអស់ហើយអញ្ចឹងអ្វីដែលគាត់ចង់ធ្វើបន្តគឺគ្រូបង្វឹកក្រុមជាមួយជាតិបារាំងនេះហើយសមត្ថភាពប៉ុនគាត់អូខេបាទក្រុមជាមួយជាតិបារាំងស៊ីផុយបាទហើយដឹកនាំឈ្នះពានអឺរ៉ុបគឺឈ្នះទៅសួរអេស្ប៉ាញសួរអង់គ្លេសសិនព្រោះតំចាញ់អង់គ្លេសដែរប៉ុន្តែគ្រូខុសគ្នាគីឡូគាត់កែច្នៃអីថ្មីអញ្ចឹងណាតែអេស្ប៉ាញនៅតែជាឆ្អឹងទៅតឹងករបស់បារាំងដកដែរខ្ញុំគិតថាអញ្ចឹងបាទมันអាចបារាំងភ្លេចខ្លួនបានទេបាទតែស៊ីដានក៏គាត់ធ្លាប់ដឹកនាំនៅអេស្ប៉ាញជាពិសេសរៀលអញ្ចឹងក៏គាត់អាចស្គាល់តិចនិចចាប់ឬបំបីក្បួនរបស់អេស្ប៉ាញមិនដែរយើងអត់ដឹងហ្នឹងបងគាត់ថាតម្លៃនិងតម្លៃបំប៉ោងអត់ព្រោះលើថ្លៃលុយវាថ្លៃឥឡូវនេះមិនមែនថាតម្លៃបំប៉ោងពីមុនលុយ50-60 លានថ្លៃណា70 លាន80 លានថ្លៃហើយបាទឥឡូវ100 លាន80 លានទិញបានកន្លះក៏ម្នាក់ផងពេលខ្លះអាលំដាប់ A គ្មានបានមួយផងពេលខ្លះអញ្ចឹងលុយនឹងវាប៉ោងវាថ្លៃដោយសារតែគេហៅថាលុយវាថ្លៃលុយវាថោកមិនលុយថ្លៃលុយថោកអញ្ចឹងទៅត្រូវតែចាយឲ្យច្រើនដើម្បីទិញបានហ្នឹងវាប៉ោងហើយថ្ងៃនេះគឺប៉ោងប៉ុណ្ណាណីរឿងលុយបាទតម្លៃទីផ្សារទិញដូរនឹងប៉ោងលោកពូថា Man U អាចលើក UEFA ចំណាត់មិនតាន់លេងយើងមិនតាន់ដឹងដែរព្រោះ Man U ឆ្នាំទៅគឺលេងល្អបាទបើរក្សាការលេងល្អដូចអញ្ចឹង Champions League ក៏អាចថា Man U ប្រជែងគេឯងដែរមិនតាន់និយាយថាមិនតាន់ហ៊ានថាលើកពានទេតែគាត់ប្រជែងគេឯងដែរព្រោះ Man U តម្លើងមកវិញរើបយើងមិនតាន់ហ៊ានមោទនភាពអីខ្លាំងពេកទេកុំមោទនភាពខ្លាំងពេកយើងចាំអត់មើលពាក់កណ្ដាលរដូវកាលឬក៏រដូវកាលទៀតសិនឲ្យតែបានលេខ1លេខ2ក្នុង Premier League ទៅអានឹងជាជោគជ័យឬក៏ Top 4 ទៅអានឹងជោគជ័យទៀតដែរបាទបើ Champions League ខ្ញុំមិនតាន់ហ៊ាននិយាយថាមិនទេអានឹងគាត់ថាកម្រិត Man U លេងប៉ុណ្ណឹងក៏ Champions League អាចនឹងពិបាកផង Man U ដែរបាទកន្លងខ្ញុំនិយាយមិញហើយបងអាចបករឿងពាន World Cup ថាពាក់ព័ន្ធនយោបាយលើកំពុងផ្ទុះរឿងចប់ហើយខ្ញុំចង់និយាយឡើងវិញបាទអញ្ចឹងវាជារឿងមួយដែលតាមវាមានចំណុចខ្វះខាតខ្ញុំមើលឃើញក៏មានចំណុចខ្វះខាតដែរតែឲ្យយើងទទួលយកមិនបានវាមិនមែនថាយើងទទួលយកមិនបានវាល្អមើលសម្រាប់យើងបាទលេងប៉ុណ្ណេះតែធម្មតាតែអ្នកធ្វើមានខុសត្រូវខុសខ្លះត្រូវខ្លះហើយយើងរិះគន់យើងចេះរិះគន់ទៅហើយគឺបើគេកែលម្អបានល្អតែឲ្យតាមចិត្តយើងចង់ទាំងអស់វាមិនបានទេបាទយូសអាចបញ្ចេញពៀនទេបងថាមិនត្រូវដែរយូសនេះម្ដងឡើងម្ដងចុះឆ្នាំណានោះឡើងឃើញលេង Champions League មួយបាសេមួយអីផងបាសេនឹងចង់យ៉ាប់ផងយូសហ្នឹងនៅ Oliver Kin មួយទៀតOliver Kin មិននៅ Newcastle ទេ Oliver Kin នៅ Aston ទេហើយ Oliver Kin ហ្នឹងប្រហែលជាក្លឹបនៅទូគីពងឃើញក្លឹបទូគីចរចាទិញនឹង Basic Staff នៅបាច់ទេពងចរចាទិញ Oliver Kin ចូលចិត្តមើលពូ live ណាស់ព័ត៌មានដែលពូយកមកមានប្រកបច្បាស់លាស់ហើយវិភាគវិញដូចជូកលៀងយ៉ាហេវាអែមកក្រោយដូចជូកលៀងឯណានេះបាទយ៉ាងណាក៏អរគុណដែរសម្រាប់ការរសារតែមានជោទេគាត់ថាអរគុណដែលមើលខ្ញុំនៅក្នុងផ្លូវល្អតែការទិញរបស់ Man U យ៉ាងម៉េចដែរបាទអត់ទេការទិញ Man U ឆ្នាំនេះយ៉ាងឆ្លាតកុំចាយលុយអត់ប្រយោជន៍ច្រើនបាទកីឡាករត្រឹម30-40 លានល្មមតែពងឡើងថប់ជើងទិញយកមកល្មមហ្មងបាទខ្ញុំការឃើញទិញ Yuri Tielemans ឯខ្លះតែទិញយកមកតែ Yuri Tielemans ចាស់ហើយចាស់មែនតែមើល World Cup លេងមើលនឹងអត់ Casemiro ទិញមកអាយុ30ណាលេងល្អអត់ល្អចុងក្រោយ Man U អញ្ចឹងកុំគិតថាចាស់ឬក្មេងអីពេលនេះគឺថាអ្នកណាដែលក្រាបរងនៅតំបន់ហ្នឹងបានហើយតម្លៃធូរលេងបានគុណភាពប្រហាក់ប្រហែលនឹងកីឡាករ100 លានដែររឿងអីមិនយកមកសិនមកអាហ្នឹងគេហៅថាការដោះដូរវ័យឆ្លាតយ៉ាងច្រើនជួយគាត់2ឆ្នាំទៅទិញថ្មីទៀតមកគិតអារឿងឆ្នាំហ្នឹងហើយនៅឆ្នាំក្រោយឬក៏ឆ្នាំហ្នឹងដោះស្រាយឆ្នាំហ្នឹងសិនបាទទៅស្អីបងជួយនិយាយពី Manchester United បានឡាក៏ថ្មីចូលណាAndre Santos ខ្ញុំក៏មិនប្រកាសថាគាត់លេងល្អអីខ្លាំងណាស់ដែរបាទព្រោះគាត់
dương bán khơi quạt lên inform khlang ấy nó Premier League ở ca môn thế quạt này lên nơi Strasbourg mà năm pi năm thôi nó bàn vô mà bình mà plate lên ở Chelsea tại quạt thân không chừng nào là có đại lang chương một màu Chelsea đó nghe tại Chelsea miền Enzo Fernandez miền Caicedo và hướng ấy để Andre Santos có từ lên bàn giống chúng ta bạn phía quạt miền tại quạt toàn bằng hai bàn chọn ai bằng hai người mình nhiều bàn và Aston lụa Morgan Roger anh lụa Oliver Kin và tại Aston Oliver Kin toàn tana tê Yuri Telemann cả tranh hay Andre Konsa cái vùng cho cha để Arsenal để vùng cho cha tinh tiết đó Andre Konsa để xa bán tranh mà từ và còn đa tại làng chứ nó cái trâu cái rôm ấy còn ấy thế còn cái lá co cũng đặt Aston club Aston ấy cứ chỉ là co luộc là co cho lôi tính và ta lang chương thời ta lũ năng chia robot này tìm xa đó đâu club thống chạm tròn vô là có bị club súng chạm tròn vô là có bị club những tiếp cho nên tiết tới và Chelsea cần tại đòn đạp tới hai pro ca được là có tương tự thống Chelsea này bằng mấy giờ tinh tinh vô sân mà pena lang pena chọc và trong nhầm giấy hỏi bị kháng đau Chelsea bong riết tinh Olise bạn ở toàn nhầm giấy hỏi mình ta Chelsea tinh rồi chơi đôi thay mình đôi thay mà ở đấu vậy thay mà sầm rạp nhóm Espagne nâng cộng đồng bao tuột phục lộ dạng hỏi na 4 năm một tiết là món trong cái club nâng vòng bay cái buồn Espagne trong lầm tội la tha còn mơ bộ nhầm là dù tới buồn quan chán này mấy chẳng mà từ trình chân với nhà giặt miền Pành Hà của xa mơ nhầm lái mà vì ta Pep Guardiola là khơi công trong đội chiến để lý bóng kẹt tôn còn vô từ đặc nòm Pep á đây từ lý bởi giúp Pep Guardiola vô tới phải chỉ ai cái price thằng cả màn đáy phụ Pep ní cứ chia mình đưa mình nhẹ đây qua cho chất từ chui công là tầm chập đam tại Italy mình chỉ công on chỉ phải on thế mà còn là phát tạ tíchឬក៏rô ấy vì keng tạ tích keng ấy và vô Pep tới còn đã chua bàn mà từ và tạm Pep toàn sao long mấy nhưng khơi Maldini mà FCG tẹt tôn từ Pep Paolo Maldini cái tăng chia dụ chạy tê bỏ trong đội chơi Italy còn mình crew thì là vô cho làm tham Maldini crew mà mình như keng ai nhau tăng vì ai nhau trôn mốc căn các hơi thà ca tịnh đôi là có slide chừng mồn mình nghi ở cái cầu ngày năng này những slide mới tới tần ông này bạch từ họ lột slide tam kia rồi liên ấy thế chưa nhung tần mơ tại là con mong tin vô ra trong mấy nhu của so như cái tinh vô mau cái làng trường những cái tập vẫn nâng tới bà này bà tinh tô là ly tinh rồi nô máu cái tinh vô mà làng trường chẳng men nhu của đôi kia đây bà trong bạch tinh vô à thay xẹp lo xẹp vô máu tê bà khăn lừa tầm rung này ca được non tạ tịnh ca được non bọc cru tê bà rương mới tiết mà bạn vòng phổ như xưa cứ tẹt tô hưởng Liverpool thà Liverpool nó lụa club Liverpool ban lụa club thế còn tái Liverpool ban na ao lô Jeff Bezos bà đây chi mặt chả cái hai thà nè đồ khơi founder đó bỏ Amazon đó có chi mà hashtag American ở đấy rồi mặt chả club đó bỏ Liverpool là ngày đó và cái hai thà fancy group có chi nè miền phía hôn rất là chuyên chi Americ hay fancy group nó ban hai lô Jeff Bezos nó ao máu vô phía hôn khác và ban hai màu xi một kia mà cho khôn một kia tề mền tinh mền lụa club ấy nè thì phụ lụa club để hai Jeff Bezos nó ao quát máu cho khôn bằng cá nơi một thôn mình thay mà vào Liverpool tại phần năng thì ở mình lụa club từ nào thì ban tham mà chắc còn nữ còn là hai nè thằng mấy mà cho room cái thà bằng thay lôi giờ vì mình chọn chân cùng cho lòng lại nè và ao vô phía hôn sam sắp phía rồi những cái này hay có nơi từ đây fancy group nó cứ nơi từ đây và Jeff Bezos và cứ một cha Amazon mong muốn và để thằng bỏ tình độ Amazon online cứ một cha còn một Jeff Bezos này chẳng đấy còn ao vô cho lắm tham Liverpool lụa lập ao nhạc thầy mình lụa thế từ những pra việt thà trai phía hôn ao từ nhạc thầy và thém làm bài quay miền lôi chớn thì dùng một tình tới vì một thôn nó bọc lại căn đại là của bà
ពាក់ព័ន្ធនឹងរឿង Coventry ប្រម៉ូទឡើងមក Championship វិញយើងក៏មិនទាន់ដឹងយ៉ាងណាដែរតែក្លឹបនេះដឹកនាំដោយលោក Frank Lampard តែជ្រងចាំមើលយុទ្ធសាស្ត្រទិញដូរកីឡាករបន្តិចដែរតែក្លឹបទូចៗចឹងពេលច្រើនគាត់ឡើងមកគាត់ចេះទិញជាយាមទិញឃើញ Nottingham មួយកាលឆ្នាំណានោះទិញចង់20នាក់តែគេរក្សាតំណែងមកគេនៅដល់ថ្ងៃនេះប្រហែលជា3ឆ្នាំហើយបាទ 3-4 រដូវកាលហើយអញ្ចឹងយើងចង់នៅយូរតតែយើងហ៊ានចំណាយដែរបាទតែសំខាន់កីឡាករខ្លះគេអត់ទៅលេងគេអត់ចង់មកយើងទោះបីមានលុយក៏ដោយព្រោះក្លឹបយើងវាតម្លើងមកគេថាព្រៀងទុនខ្សោយជាងគេអញ្ចឹងកីឡាករខ្លះគេអត់មកអញ្ចឹងក្លឹបដែលឡើងមកថ្មីភាគរយខ្ពស់នឹងធ្លាក់ទៅវិញដែរតែ Coventry នេះយើងមិនទាន់ដឹងយ៉ាងណាណាហើយក៏ខានឡើងមក Premier League យូរហើយបាទជាង20ឆ្នាំហើយបាទ Coventry បាទតម្លើងមកវិញខ្ញុំក៏ចង់ឃើញ Coventry លេងដែរខ្ញុំឲ្យក្លឹបតែឡើងមកពេកបាទអាសំណននិយាយហើយរឿងអាសង់ទីនខុសប្រដីកំពុងល្បីបងយើងអត់ទាន់ដឹងមិនទេយើងឃើញអ្នកគ្រប់គ្រងនៅក្នុងទីក្រុង Buenos Aires អាសង់ទីនធ្លាក់នាំគ្នាកុបកម្មកុបអីបាទចាញ់ទៅបាទខឹងសបាបាយគ្នាឯងចឹងនិយាយបាយគ្នាឯងឆ្លោះគ្នាឯងពេញប្រទេសយើងតែចង់បាននេះទៀតបាទពីរង្វាន់ពិភពលោកតំបានឆ្នាំ2022ហើយឥឡូវតំខកខានឆ្នាំបានលេខ2មួម៉ៅក្រៅកាហាយអាហ្នឹងក៏រឿងមិនត្រូវដែរសម្រាប់អ្នកគ្រប់គ្រងដោយងប់ងល់ពេកអាសង់ទីនឡើងមក World Cup ដាច់ព្រាត់ហើយអត់សុបាយចិត្តទៀតបាទឡើងដល់ណាណីហើយអត់សុបាយចិត្តទៀតទៅជាឆ្លោះគ្នាឯងហ្នឹងពេញទឹកពេញដីនៅក្នុងប្រទេសហ្នឹងបាទបង fan Messi ឬក៏ Ronaldo រវាង Messi និង Ronaldo ខ្ញុំ fan Zidane បាទជាម្ដងទៀតនេះលោកបងប្អូនអត់ដឹងបងតា Final World Cup មានការលុបដៃពីនយោបាយមែនអត់បងអត់តន់ខ្ញុំមិនដឹងថាយ៉ាងណាយ៉ាងណីទេអានេះវាជាព័ត៌មានចេញមកតែបើសិនខ្ញុំមើលដូចគ្មាននយោបាយអីមកពាក់ព័ន្ធអីទេបាទបាល់សាច់លេងអេស្ប៉ាញលេងប៉ុណ្ណឹងរឿងអីអាសង់ទីនទៅតដៃកើតបារាំងតដៃមិនកើតផងបារាំងកីឡាករល្អជាងគេក្នុងព្រឹត្តិការណ៍នេះសិតតែកីឡាករសំណំទាំងអស់ក្នុងអស់លេងឈ្នះអេស្ប៉ាញផងហើយអាសង់ទីនក៏មិនលេងអត់អីពេកដែរក៏គេលេងទប់បាទរឿងពាក់ព័ន្ធនយោបាយខ្ញុំអត់ហ៊ានបកស្រាយទេអាហ្នឹងគេរកឃើញឯកសារណាមួយតែខ្ញុំមើលតាមតែសាច់បាល់លេងទេតើជាធម្មជាតិឬក៏មិនមែនធម្មជាតិតែប៉ុណ្្នឹងបាទតែខ្ញុំមើលទៅដូចធម្មជាតិធម្មតាមិនជាបញ្ហាអីទេបាទអ្នកឈ្នះគួរឈ្នះអ្នកចាញ់គួរចាញ់បាទនេះយើងកាលតែចាញ់ហើយចេះមានចោះឡាំប៉ាចោះសឹងតែគ្រប់ប្រទេសហ្នឹងនិយាយទៅពីអ្នកនឹងលើកពានគឺបានកីឡាករល្អហើយបងគ្រូលីភូជោគជ័យអត់ចង់ឲ្យ Spain ពិបាកតតែស៊ី Spain មុនបានបែករោខ្លះអូបើថាស៊ី Spain មុនអីងាប់ឲ្យ Spain បុកខ្ទេចខ្ញុំប្រាប់បាល់ភាគច្រើនអត់នៅជើងយើងបានទេបាទ Spain បុកលបើកបាទចង់ឲ្យបងចូលមួយបងថ្ងៃបងថ្ងៃគាត់មានកម្មវិធីក៏គាត់ខ្លួនឯងដែរនៅលើទីលានអ្នកខ្លាំងអ្នកឈ្នះនយោបាយជួយមិនកើតទេបាទខ្ញុំគិតអញ្ចឹងវាជួយមិនកើតបើសិនជាយើងអត់សមត្ថភាពមិនណាគេជួយយើងកើតទេដូចខ្ញុំនិយាយវិភាគអញ្ចឹងអ្នកខ្លះខ្ញុំនិយាយវិភាគគិតថាខ្ញុំលំអៀងទៅខាងនេះលំអៀងខាងនោះនិយាយខ្លាចក្រុមគេយកនឹងចាញ់បាទខ្ញុំនៅមាត់ទឹកខ្ញុំតិចទឹកខ្ញុំមាត់ទឹកនិយាយទៅដូចខ្ញុំគិតទាំងអស់ខ្ញុំថាក្រុមនេះឈ្នះអញ្ចឹងវាត្រូវតែឈ្នះតាមខ្ញុំគិតឬមួយយ៉ាងម៉េចដល់ពេលគិតអញ្ចឹងទៅនាំគ្នាមកជេរខ្ញុំវិញបាទអញ្ចឹងកន្លែងហ្នឹងវាកើតចេញពីរឿងហ្នឹងតែយើងខ្លាំងទោះគេនិយាយមិនក៏ដោយក៏វាមិនធ្លាក់ដែរមិនភ័យទេគឺខ្លាំងដល់យកពៀនហ្មងដោយប៉ូទុយហ្គាល់អញ្ចឹងប៉ះអេស្ប៉ាញហើយរ៉ូណូគាត់និយាយខ្លួនឯងហ្មងគាត់ថាអេស្ប៉ាញទៅដល់អាចប្រត់ហើយយកពៀនទៀតយកពៀនមកគាត់ដឹងលេងមួយអេស្ប៉ាញគឺពិបាកបាទហើយកម្រិតប៉ូទុយហ្គាល់មានគីឡូតុនណាគីឡូខ្លាំងដែរណាបាទជួបអេស្ប៉ាញចាញ់អេស្ប៉ាញហើយបារាំងចាញ់ហើយយើងអីមិនអេស្ប៉ាញយកពៀនយើងគិតមើលអេស្ប៉ាញទម្លាក់ប៉ូទុយហ្គាល់ទម្លាក់បារាំងទម្លាក់បែលហ្សិកគីឡូធ្ងន់អឺរ៉ុបបាន 3-4 ប្រទេសហ្នឹងមិនឡើងមកហ្នឹងបាទហើយមកចំហៀងអេស្ប៉ាញហ្នឹងធ្ងន់ជាងខាងអាសង់ទីនផងបាទហើយមិនបានអាសង់ទីនចាញ់ស្រួលគិតបំផុតហើយបាទមានអីពិបាកមានណាទៅជួយយ៉ាងណីអត់មានទេខ្ញុំគិតអញ្ចឹងមកអរគុណអញ្ចឹងថ្ងៃនេះគឺតែប៉ុណ្្នឹងទេបាទខ្ញុំមិនបន្តទៀតទេព្រោះយប់ជ្រៅដែរខ្ញុំ1ម៉ោងកន្លះព្រោះហ្នឹងខ្ញុំចង់ឡាយទាំងម៉ោង8កន្លះតែដោយសារតែបងប្អូនមើលបាល់ទះបាទបាល់ទះជាមួយណូស៊ីលើកទី2នេះចាញ់គេវិញ
តែបន្ទុកដេញគ្នាសម្បើមបាទចឹងខ្ញុំចាំចប់ដល់ផ្ទះបាទខ្ញុំឡាយបាទអរគុណជម្រាបលាយើងជួបគ្នានៅshowក្រោយរបស់ខ្ញុំទៀតប្រហែលជាសប្តាហ៍ក្រោយឬក៏ពេលណាខ្ញុំនឹងជម្រាបជូនបងប្អូនទុកជាមុនបាទអរគុណសម្រាប់ការតាមដានអរគុណសម្រាប់ការចូលចិត្តអរគុណទាំងអ្នកចូលចិត្តអរគុណទាំងអ្នកមិនចូលចិត្តបាទលាត្រីសួស្តី